គ្នា154ព្រះកសបៈដ៏ចម្រើននិយាយយ៉ាងនេះក៏គូដែរហើយប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនោះយ៉ាងនេះទៀតថាលោកដតីមិនមានពុស័តជាអបបាតិកៈមិនមានផលវិបាករបស់កម្មសត្វកម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះថ្វាយព្រះពររាជញ្ញៈចុះបរិយាយនៅមានទៀតដែរឬបែបបិទ្ធព្រះអង្គបបិទ្ធព្រះកសបៈដ៏ចម្រើនបរិយាយនៅមានទៀតបែថ្វាយព្រះពររាជញ្ញៈបរិយាយនោះតើដូចម្ដេចបបិទ្ធព្រះកសបៈដ៏ចម្រើនពួករាជបរោះក្នុងដែននេះចាប់ចោលដែលប្រព្រឹត្តអាក្រក់មកឲ្យដល់ខ្ញុំថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្នកនេះជាចោលប្រព្រឹត្តអាក្រក់នឹងព្រះអង្គសពព្រះハរតីនឹងដាក់អាញាសពព្រះハរតីនឹងដាក់អាញាដល់ចោរនេះសូមព្រះអង្គដាក់អាញានោះចុះខ្ញុំនិយាយនឹងរាជបរោះទាំងនោះយ៉ាងនេះថាណែអ្នកដ៏ចម្រើនបើដូច្នោះចូលអ្នកទាំងឡាយឆោតស្បែកក្រៅរបស់បរោះនេះមើលក្រែងលោយើងឃើញជីវៈរបស់បរោះនេះពួករាជបរោះទាំងនោះក៏ឆោតស្បែកក្រៅរបស់បរោះនោះយើងក៏មិនបានឃើញជីវៈរបស់បរោះនោះសោះខ្ញុំនិយាយនឹងរាជបរោះទាំងនោះយ៉ាងនេះទៀតថាមនីអ្នកដ៏ចម្រើនបើដូច្នោះចូលអ្នកទាំងឡាយពន្លះស្បែកក្នុងអាសាច់កាត់សរសៃកាត់ឆ្អឹងឆ្កៀលខូក្នុងឆ្អឹងរបស់បរោះនេះមើលក្រែងលោយើងបានឃើញជីវៈរបស់វារាជបរោះទាំងនោះក៏ឆ្កៀលខូក្នុងឆ្អឹងរបស់បរោះនោះយើងក៏នៅតែមិនឃើញជីវៈរបស់បរោះនោះសោះបបិទ្ធព្រះកសបៈដ៏ចម្រើនបរិយាយនេះឯងដែលនាំឲ្យខ្ញុំនៅមានគំនិតយ៉ាងនេះថាលោកដតីមិនមានពុស័តជាអបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះគ្នា155ថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិត្រវេញោជួនពួកខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតនេះដោយពាក្យឧបមាបានបពិត្ររាជញ្ញៈកាលពីព្រេងនាយមកមានចេដិលម្នាក់ជាអ្នកបម្រើភ្លើងនៅក្នុងកុដិស្លឹកក្នុងព្រៃសំរោងក្នុងព្រៃរំលងបពិត្ររាជញ្ញៈក្នុងការនោះឯងមានពួកឈ្មួញរទេះមួយពួកនៅក្នុងជនបទបាននាំគ្នាចេញអំពីជនបទនោះគ្រានោះពួកឈ្មួញរទេះនោះនៅឈប់សំចតចិត្តអាស្រមរបស់ចេដិលអ្នកបម្រើភ្លើងនោះអស់មួយយប់ទើបនាំគ្នាចេញទៅបបិទ្ធរាជញ្ញៈគ្រានោះឯងចេដិលអ្នកបម្រើភ្លើងនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាគូតាអាត្មាអញចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ
ក្រែងជូនជាបានគ្រឿងឧបករណ៍អ្វីមួយក្នុងទីនោះទើបជាដល់អ្នកបម្រើភ្លើងនោះក្រោកឡើងពីព្រលឹមចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះលុះចូលទៅដល់ហើយក៏បានឃើញក្មេងតូចក្បាលត្រងោលដេកថ្ងាដែលគេចោលក្នុងទីសំណាក់របស់ពួកឈ្មួញរទេះនោះជាដល់នោះលុះឃើញហើយក៏មានសេចក្តីត្រេះរិះយ៉ាងនេះថាការបាអាត្មាអញមើលបំណាំបណ្ដោយឲ្យមនុស្សស្លាប់ដោយហេតុណាហេតុនោះមិនសមគូដល់អាត្មាអញឡើយបើដូច្នោះគូតែអាត្មាអញយកទារកនេះទៅឯអាស្រមថែទាំចិញ្ចឹមឲ្យចម្រើនឡើងទើបជាដល់អ្នកបម្រើភ្លើងនោះនាំយកទារកនោះទៅអាស្រមថែទាំចិញ្ចឹមឲ្យចម្រើនឡើងក្នុងកាលដែលទារកនោះមានអាយុ10ឆ្នាំឬ12ឆ្នាំទើបជាដល់អ្នកបម្រើភ្លើងនោះមានករណីយកិច្ចមួយកើតឡើងក្នុងជនបទទើបជាដល់អ្នកបម្រើភ្លើងនោះបានផ្ដាំនឹងទារកនោះយ៉ាងនេះថាណែបាអញប្រាថ្នានឹងទៅកាន់ជនបទណែបាត្រូវឯងបម្រើភ្លើងប្រុងកុំឲ្យភ្លើងរបស់ឯងរលត់ឡើយបើជូនជាភ្លើងរបស់ឯងរលត់កំបិតនេះអុសនេះឈើពំនូតភ្លើងនេះមានត្រូវឯងយកទៅបង្កាត់ភ្លើងហើយបំរើភ្លើងកំខានលំដាប់នោះជាឡើងអ្នកបំរើភ្លើងនោះដែលផ្ដាំទារកយ៉ាងនេះហើយក៏ទៅកាន់ជនបទទារកនោះកំពុងតែខ្វល់ខ្វាយដោយលបែងភ្លើងក៏រលត់អស់ទើបទារកនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាបិតាបានផ្ដាំអាត្មាអញយ៉ាងនេះថាណែបាចូលឯងបម្រើភ្លើងកុំឲ្យភ្លើងរបស់ឯងរលត់ឡើយបើជូនជាភ្លើងរលត់បើជូនជាភ្លើងរបស់ឯងរលត់ហើយកំបិតនេះអុសនេះឈើពំនូតភ្លើងនេះមានត្រូវឯងយកទៅបង្កាត់ភ្លើងហើយបំរើភ្លើងកំខានបើដូច្នោះគូតែអាត្មាអញបង្កាត់ភ្លើងហើយបំរើភ្លើងចោះកាលនោះទារកនោះយកកំបិតចាំងឈើបំនូតមើលដោយគិតថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងនេះទារកនោះក៏មិនបានភ្លើងសោះហើយក៏ពុះឈើបំនូតជា2ចំណែក3ចំណែក4ចំណែក5ចំណែក10ចំណែក20ចំណែកធ្វើឲ្យជាចម្រិកតូចលុះធ្វើឲ្យជាចម្រិកឡត់ហើយក៏យកទៅបុកក្នុងត្បាល់លុះបុកក្នុងត្បាល់រួចហើយរួយទៅតាមខ្យល់ខ្លាំងដោយបំណងថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងនេះទារកនោះក៏នៅតែមិនបានភ្លើងសោះលំដាប់នោះជាដល់អ្នកបម្រើភ្លើងនោះសម្រេចកិច្ចដែលត្រូវធ្វើក្នុងជនបទនោះហើយបានចូលទៅអាស្រមរបស់ខ្លួនលុះចូលទៅដល់ហើយបាននិយាយនឹងទារកនោះយ៉ាងនេះថាហើយបាហេតុនឹងម្ដេចក៏ឯងឲ្យភ្លើងរលត់ទារកនោះនិយាយថាបបិទ្ធបិតាខ្ញុំកំពុងតែខ្វល់ខ្វាយដោយការលេងក្នុងទីនេះភ្លើងក៏រលត់ខ្ញុំមានសេចក្តីត្រេះរិះយ៉ាងនេះថាបិតាបានផ្ដាំអាត្មាអញយ៉ាងនេះថាណែបាត្រូវឯងបំរើភ្លើងណែបាឯងកុំឲ្យភ្លើងរលត់ឡើយបើជូនជាភ្លើងរលត់បើជូនជាភ្លើងរបស់ឯងរលត់កំបិតនេះអុសនេះភ្លើងព
ពំនូតភ្លើងនេះត្រូវឯងយកទៅបង្កាត់ភ្លើងហើយបំរើភ្លើងកុំខានបើដូច្នោះគូតាអាត្មាអញបង្កាត់ភ្លើងហើយបំរើភ្លើងចោះបពិតបេតាលំដាប់នោះឯងខ្ញុំក៏យកកបិតច្រាស់ឈើពំនូតដោយបំណងថាធ្វើបដិច្ចណអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះឡើយខ្ញុំក៏ពុះឈើពំនូតភ្លើងជា2ចំណែក3ចំណែក4ចំណែក5ចំណែក10ចំណែក20ចំណែកធ្វើឲ្យជាចម្រៀកតូចលុះធ្វើឲ្យជាចម្រូចតូចរួចហើយក៏យកទៅបុកក្នុងតបាល់លុះបុកក្នុងតបាល់ហើយក៏រួយតាមខ្យល់ខ្លាំងដោយបំណងថាធ្វើម្ដេចណអាត្មាអញនឹងបានភ្លើងខ្ញុំក៏មិនបានភ្លើងសោះគ្រានោះឯងជាដល់ជាអ្នកបំរើភ្លើងនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាទីរក់នេះហៅពេញជាមនុស្សខ្លៅមិនវៀងវៃមែនមិនសមបាននឹងស្វែងរកភ្លើងដោយខុសទំនងសោះកាលនោះកាលដែលតែរៀកនោះកាលដែលតែរក់នោះកំពុងសម្លឹងមើលជាដល់នោះក៏ចាប់យកឈើពំនូតភ្លើងហើយពូនឲ្យកើតភ្លើងហើយពូនអត់កើតភ្លើងរួចនិយាយនឹងទេរៈនោះយ៉ាងនេះថាណែបាភ្លើងគេត្រូវពូតឲ្យឆេះយ៉ាងនេះមិនមែនដូចជាបាឯងជាមនុស្សឆោតមិនវៀងវៃស្វែងរកភ្លើងដោយខុសទំនងដូច្នោះទេបពិតរាជញ្ញៈឯមហាបពិតក៏យ៉ាងនោះដែរគឺជាមនុស្សខ្លៅមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខរបស់ដើម្បីសេចក្តីទុក្ខអស់កាលយូរកុំបីមានដល់មហាបពិតឡើយគ្នា156ព្រះកស្សបៈដ៏ចម្រើនធ្វើយ៉ាងនេះក៏សមម្យ៉ាងដែរហើយប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះថាព្រះបាទបសេនតិកោសលក្តីពួកព្រះរាជាខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈធ្លាប់មានវេទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពុសាទជាអបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបពិតព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយមុខជាអ្នកផងនឹងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះគ្នា157ថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមាថ្វាយមហាបពិតពុវញ្ញូបរោះខ្លះក្នុងលោកនេះរមែងយកសេចក្តីនៃភាសិតដោយពាក្យឧបមាបពិតរាជញ្ញៈកាលពីព្រេងនាយមកមានឈ្មោះរទេះច្រើននាំគ្នានាំរទេះប្រមាណ 1000 បរចេញពីជនបទខាងកើតទៅកាន់ជនបទខាងលិចពួកឈ្មោះរទេះនោះនៅក្នុងទីណាស្មៅ
អោសទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅក្នុងពួកឈ្មួញរទេះនោះឯងមាននាយឈ្មួញរទេះ2នាក់ម្នាក់មានរទេះ500ម្នាក់ទៀតមានរទេះ500លំដាប់នោះឯងនាយឈ្មួញរទេះទាំងនោះមានសេចក្តីត្រេះរិះដូចនេះថាពួកឈ្មួញរទេះនេះឯងមានរទេះ1000យើងទាំងឡាយទៅនៅក្នុងទីណាស្មៅអុសទឹកនិងស្លឹកឈើខៀវខ្ចីក្នុងទីនោះក៏ឆាប់អស់ទៅណាស់បើដូច្នោះមានតែយើងរាល់គ្នាចែកពុកឈ្មួញរទេះនេះជា2ចំណែកគឺ1ចំណែក500រទេះ1ចំណែកទៀត500រទេះនាយឈ្មួញទាំងនោះក៏បានចែកឈ្មួញរទេះនោះជា2ចំណែកគឺ1ចំណែក500រទេះ1ចំណែកទៀត500រទេះនាយឈ្មួញរទេះម្នាក់បានផ្ទុកស្មៅអស់ទឹកជាច្រើនហើយនាំគ្នាបររទេះទៅកាលដែលពួកឈ្មួញរទេះនោះបរចេញទៅអស់2-3ថ្ងៃក៏បានឃើញបរោះមានសម្បុរខ្មៅមានភ្នែកក្រហមចងបាច់កូនសប្រដាប់ដោយផ្កាកុពុតៈមានសម្ពួរទទឹកមានសក់ទទឹកបរទេសដ៏ល្អមានកង់ប្រឡាក់ដោយភក់មកជួបគ្នានៅពាក់កណ្ដាលផ្លូវលុះឃើញហើយក៏ស៊ូដូចគ្នាថាណែអ្នកដែលចម្រើនអ្នកមកពីទីណាបរោះសម្បុរខ្មៅនោះធ្វើឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មួញរទេះក៏សួរទៅថាអ្នកនឹងទៅក្នុងទីណាបរោះនោះប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មួញរទេះសួរថាណែអ្នកដ៏ចម្រើនផ្លូវលំខាងមុខមានមហាមេឃបង្អោភ្លីងជោគជាំខ្លះដែរឬបុរសនោះឆ្លើយប្រាប់ថាបើអ្នកដ៏ចម្រើនផ្លូវលំខាងមុខមានមហាមេឃបង្អោភ្លីងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអស់ទឹកជាច្រើនណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ទាំងឡាយចេញទៅចូលបរទេសទាំងឡាយដែលមានបន្ទុកស្រាទៅឆាប់ចោះកុំឲ្យពុកគោលំបាកឡើយលំដាប់នោះឯងនាយឈ្មួញរទេះនោះប្រាប់ពុកឈ្មួញរទេះថាណែអ្នកដ៏ចម្រើនបុរសនេះបាននិយាយយ៉ាងនេះថាផ្លូវលំបាក់ខាងមុខមានមហាមេឃបង្អោភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអស់ទឹកជាច្រើននៃអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ចេញទៅចូលបរទេសទាំងឡាយមានបន្ទុកស្រាទៅឆាប់ចោះកុំឲ្យពួកគោលំបាកឡើយណែអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអស់ទឹកចាស់ទាំងឡាយចេញទៅចូលនាំគ្នាបរទេសទាំងឡាយមានបន្ទុកស្រាទៅចោះពួកឈ្មួញរទេះទាំងនោះទទួលពាក្យនាយឈ្មួញរទេះនោះថាអ្នកដ៏ចម្រើនហើយក៏ចោលស្មៅអស់ទឹកចាស់ចេញហើយនាំគ្នាបរទេសដែលមានបន្ទុកស្រាទៅពួកឈ្មួញរទេះទាំងនោះក៏មិនបានឃើញស្មៅអស់ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបងផងក៏ởក្នុងដំណាក់ពួកឈ្មួញរទេះជាគម្រប់2ផងក្នុងដំណាក់ពួកឈ្មួញរទេះទី3ផងក្នុងដំណាក់ពួកឈ្មួញរទេះទី4ផងក្នុងដំណាក់ពួកឈ្មួញរទេះទាំងរទេះទី5ផង
ក្នុងដំណាក់ពុឈ្មោះរទេសទី6ផងមិនបានឃើញស្មៅអូសឬទឹកក្នុងដំណាក់ពុឈ្មោះរទេសទី7ផងហើយក៏ដល់នៅសេចក្តីវិនិច្ឆ័យទាំងអស់គ្នាពួកមនុស្សឬពួកសត្វចិញ្ចឹមក៏មានច្រើនក្នុងពុឈ្មោះរទេសនោះបរិះមានសម្បល់ខ្មៅនោះក៏គឺជាយៈជាអមនុស្សអមនុស្សក្នុងទីនេះចង់មានន័យថាអមនុស្សប្រែថាសត្វមានខ្លួនមិនដូចជាមនុស្សឬថាមិនមែនជាមនុស្សគឺជាយៈជាអមនុស្សក៏ស៊ីពួកមនុស្សនិងសត្វចិញ្ចឹមទាំងអស់នោះនៅសល់តែឆ្អឹងទទេប៉ុណ្ណោះឯងកាលណានាយឈ្មោះរទេសទី2បានដឹងថាឥឡូវនេះពួកឈ្មោះរទេសនោះចេញទៅយូរថ្ងៃហើយក៏ផ្ទុកស្មៅអស់ទឹកជាច្រើននាំគ្នាបរទេសចេញទៅទៀតលុះពួកឈ្មោះរទេសនោះបរទៅអស់2-3ថ្ងៃក៏បានឃើញបុរសមានសម្បុរខ្មៅមានភ្នែកក្រហមចង់ប្រាប់កូនសប្រដាប់ដោយផ្កាកុមុតៈមានសម្ពុតទៅទឹកមានសក់ទៅទឹកកំប៉ុងបរទេសដ៏ល្អមានកង់ប្រឡាក់ដោយភក់មានជួបគ្នានៅពាក់កណ្ដាលផ្លូវលោកឃើញហើយក៏សួរយ៉ាងនេះថាណែអ្នកដ៏ចម្រើនអ្នកមកពីទីណាបុរសសម្បុរខ្មៅនោះឆ្លើយថាខ្ញុំមកពីជនបទឯណោះពួកឈ្មោះរទេសសួរថាអ្នកនឹងទៅក្នុងទីណាបុរសនោះប្រាប់ថាខ្ញុំនឹងទៅជនបទឯណោះពួកឈ្មោះរទេសសួរថាណែអ្នកដ៏ចម្រើនផ្លូវលំបាកខាងមុខមានមហាមេឃបង្អោបភ្លៀងជោគជាំខ្លះដែរឬបុរសនោះឆ្លើយប្រាប់ថាអ្នកដ៏ចម្រើនក្នុងផ្លូវលំខាងមុខមានមហាមេឃបង្អោបភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអុសទឹកជាច្រើនណែអ្នកដ៏ចម្រើនអ្នកទាំងឡាយចោលស្មៅអុសនឹងទឹកចោលចេញទៅចូលបរតែរទេសទាំងឡាយដែលមានបន្ទុកស្រាទៅឆាប់ចោះកុំឲ្យពួកគោលំបាកឡើយលំដាប់នោះឯងនៃឈ្មោះបរទេសនោះក៏បានប្រាប់ពួកឈ្មោះរទេសថាណែអ្នកដ៏ចម្រើនបរនេះបាននិយាយយ៉ាងនេះថាក្នុងផ្លូវលំតាក់ខាងមុខមានមហាមេឃបង្អោលភ្លៀងជោគជាំផ្លូវទាំងឡាយមានទឹកពេញពាសមានទាំងស្មៅអុសទឹកជាច្រើននៃអ្នកដ៏ចម្រើនចូលអ្នកទាំងឡាយចោលស្មៅអុសទឹកចាស់ចេញទៅចូលបតែរទេសទាំងឡាយមានបន្ទុកស្រាលទៅឲ្យឆាប់ចោះកុំឲ្យពួកគោលំបាកឡើយដូច្នេះមនាអ្នកដ៏ចម្រើនបុរសនេះមិនមែនជាមិត្តមិនមែនជាញាតិសាលោហិតរបស់យើងទេយើងនឹងទៅដោយជឿពាក្យបុរសនេះដូចម្ដេចបានអ្នកទាំងឡាយមិនត្រូវចោលស្មៅអុសទឹកចាស់ឡើយចូលអ្នកទាំងឡាយនាំគ្នាបរទេសទៅយកទាំងរបស់ដែលបានទុកមកហើយយើងកុំចោលរបស់ចាស់យើងឡើយពួកឈ្មោះរទេសទាំងនោះទទួលពាក្យនាយឈ្មោះរទេសនោះថាអ្នកដ៏ចម្រើនហើយក៏នាំគ្នាបរទេសទៅយកទាំងរបស់ដែលបានផ្ទុកមកហើយនោះពួកឈ្មោះរទេសទាំងនោះក៏មិនបានឃើញស្មៅអុសទឹកក្នុងដំណាក់ពុឈ្មោះរទេសជាដំបងផងក្នុងដំណាក់ពុឈ្មោះរទេសទី2ផងក្នុងដំណាក់ពុឈ្មោះរទេសទី3ផងក្នុងដំណាក់ពុឈ្មោះរទេសទី4ផងក្នុងដំណាក់ពុឈ្មោះរទេសទី5ផងក្នុងដំណាក់ពុឈ្មោះរទេសទី6ផងមិនបានឃើញស្មៅអុសឬទឹកក្នុងដំណាក់ពុឈ្មោះរទេសទី7ផង
បានឃើញតែពួកឈ្មោះរតេនោះដែលដល់នៅសេចក្តីវិនិច្ឆ័យប៉ុណ្ណោះពួកមនុស្សឬសត្វចិញ្ចឹមក៏មានច្រើនក្នុងពួកឈ្មោះរទេះនោះពួកឈ្មោះរទេះទាំងនោះបានឃើញតែឆ្អឹងមនុស្សនិងឆ្អឹងចិញ្ចឹមនិងឆ្អឹងសត្វចិញ្ចឹមទាំងនោះឯបុរសមានសម្បុរខ្មៅនោះគឺជាយៈជាអមនុស្សបានស៊ីមនុស្សនិងសត្វចិញ្ចឹមនោះអស់ទៅលំដាប់នោះឯងនៃឈ្មោះរទេះនោះបានប្រាប់ពួកឈ្មោះរទេះនេះថាណែអ្នកដ៏ចម្រើនពួកឈ្មោះរទេះនោះឯងដែលដល់នៅសេចក្តីវិនិច្ឆ័យព្រោះតើនាយឈ្មោះរទេះជាបរិនាយនាកៈជាមនុស្សល្ងងខ្លៅនោះមនាអ្នកដ៏ចម្រើនបើដូច្នោះទ្រព្យរបស់ទាំងឡាយណាក្នុងពួករទេះរបស់យើងជារបស់មានថ្លៃតិចចូលអ្នកទាំងឡាយចោលទ្រព្យរបស់ទាំងនោះចេញហើយយកតារបស់ទាំងឡាយដែលមានថ្លៃច្រើនក្នុងពួករទេះនោះចោះពួកឈ្មោះរទេះទាំងនោះទទួលពាក្យរបស់នាយឈ្មោះរទេះថាអ្នកដ៏ចម្រើនហើយក៏ចោលទ្រព្យរបស់ទាំងឡាយដែលមានថ្លៃតិចក្នុងពួករទេះខ្លួនហើយយកតារបស់ឬយកតាទ្រព្យរបស់ដែលមានថ្លៃច្រើនក្នុងពួករទេះនោះរួចឆ្លងផុតអំពីផ្លូវលំបាកនោះបានដោយសុស្ដីព្រោះតែនាយឈ្មោះរទេះជាបរិវារនោះឯងជាបណ្ឌិតឆ្លៀសវៃបពិតរាជញ្ញៈមហាបពិតក៏យ៉ាងនោះឯងជាបុគ្គលងងខ្លៅមិនវៀងវៃស្វែងរកបរលោកដោយខុសទំនងគួងនឹងដល់នៅសេចក្តីវិនិច្ឆ័យដោយបរោះជានាយឈ្មោះរទេះនោះមួយទៀតពុជួនណាសម្គាល់នៅពាក្យរបស់មហាបពិតថាជាពាក្យគូស្ដាប់គូជឿជួនទាំងនោះមុខជានឹងដល់នៅសេចក្តីវិនិច្ឆ័យដោយពុឈ្មោះរទេះនោះបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលយូរអង្វែងកំបីមានដល់មហាបពិតឡើយគ្នា158ព្រះកស្សបៈដ៏ចម្រើនពោលយ៉ាងនេះក៏សមយ៉ាងដែរហើយប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីដឹងច្បាស់នៅខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាលោកដតីមិនមានពុសត្វជាអបបាទកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបពិតព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាព្រះបាទបាយាសិរាជញ្ញៈហៅពេញជាមនុស្សខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះគ្នាប159ថ្វាយព្រះបរិជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើឧបមា
ថ្វាយមហាបពិតពុវេញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមកមានបរោះម្នាក់ជាអ្នកចិញ្ចឹមជ្រូកបានចិញ្ចឹមពីស្រុករបស់ខ្លួនទៅកាន់ស្រុកដទៃក៏បានឃើញលាមកក្រៀមច្រើនដែលគេចោលក្នុងទីនោះលុះបរោះនោះឃើញហើយមានសេចក្តីត្រេករិះដូច្នេះថាគេចោលលាមកក្រៀមនេះច្រើនណាស់លាមកក្រៀមនេះត្រូវជាចំណីជ្រូកទាំងឡាយរបស់អាត្មាអញគូតែអាត្មាអញយកលាមកក្រៀមពីទីនេះទៅបរោះនោះក៏លាសម្ពួតបងកយកហើយកោបលាមកក្រៀមជាច្រើនវិចជាយបងវិចលើកទូលលើក្បាលហើយដើរទៅការបរោះនោះដើរទៅដល់ពាក់កណ្ដាលផ្លូវមហាមេឃក៏បង្អោបភ្លៀងខុសកាលបរោះនោះប្រឡាក់លាមកដរាបដល់ចុងច្រកចុងក្រចកក៏នៅតែទូលត្រនូលលាមកដែលកំពុងហូរហៀធ្លាក់ស្រស្រាក់ដើរទៅមនុស្សទាំងឡាយឃើញបរោះនោះហើយបាននិយាយយ៉ាងនេះថាណែវើយឯងជាមនុស្សឆ្កួតទេឬអ្វីឯងជាមនុស្សលលាឬអ្វីមិនសមបើឯងប្រឡាក់ដោយលាមកដល់ចុងក្រចកហើយនៅតែទូលត្រនូលលាមកដែលកំពុងហូរហៀជោគជាំស្រស្រាក់សោះឡើយបរោះនោះឆ្លើយថាណែវើយបណ្ដាយើងទាំងឡាយនោះអ្នករាល់គ្នាទេតាជាមនុស្សឆ្កួតអ្នករាល់គ្នាទេតាជាមនុស្សលលាបានជាឯងថាដូច្នោះព្រោះថាលាមកនេះជាបាយជ្រូករបស់អញបពិតរាជញ្ញៈឯមហាបពិតដុកទុកដូចជាបរោះអ្នកទូលត្រនូលលាមកយ៉ាងនោះដែរមហាបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏លាមកប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងកំបីមានដល់មហាបពិតឡើយគ្នា160ព្រះកស្សបៈដ៏ចម្រើនធ្វើយ៉ាងនេះក៏សមដែរហើយតែអ្នកខ្ញុំនៅតែមិនអាចលះបង់ទិដ្ឋិអាក្រក់នោះចេញទេព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីតែងជ្រាបនៅខ្ញុំថាស្ដេចបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថាស្ដេចបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះលោកដតីមិនមានពុសាទជាអបបាទិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបពិតព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផ្សេងមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសិរាជញ្ញៈនេះហៅពេញជាមនុស្សខ្លៅមិនវាងវៃប្រកាន់តែសេចក្តីខុសដូច្នេះ
ខ្ញុំសូមជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះឃ្នាប161ថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិតពុវេជ្ញូបរោះខ្លះក្នុងលោកនេះរមែងយល់សេចក្តីនៃភាសិតដោយឧបមាបានមហាបពិតរាជញ្ញៈកាលពីព្រេងនាយមកមានអ្នកលេងបាសកាពីរនាក់បានលេងល្បែងបាសកាអ្នកលេងបាសកាម្នាក់តែងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនអ្នកលេងបាសកាជាគម្រប់ពីរបានឃើញនៅអ្នកលេងបាសកានោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនលុះឃើញហើយក៏និយាយនឹងអ្នកលេងល្បែងលេងបាសកានោះយ៉ាងនេះថាណែសម្លាញ់អ្នកឯងចេះតែឈ្នះយើងជាដរាបណែសម្លាញ់ចូលអ្នកឯងឲ្យបាសកាមកយើងចោះយើងនឹងធ្វើការបូជាសិនអ្នកលេងបាសកានោះនិយាយថាសម្លាញ់ហើយក៏បានប្រគល់បាសកាទាំងឡាយដល់អ្នកលេងបាសកាដែលសុំនោះគ្រានោះអ្នកលេងបាសកាដែលចាញ់នោះយកថ្នាំពឹសប្រឡាក់កូនបាសកាទាំងឡាយហើយនិយាយនឹងអ្នកលេងបាសកាវិចនោះយ៉ាងនេះថាណែសម្លាញ់អ្នកចូលមកយើងនឹងលេងបាសកាទៀតអ្នកលេងបាសកាវិចនោះទទួលពាក្យអ្នកលេងបាសកានោះថាសម្លាញ់អ្នកលេងបាសកាទាំងនោះបានលេងបាសកាលើកទី2ទៀតអ្នកលេងបាសកាវិចនោះនៅតែលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតអ្នកលេងបាសកាជាគម្រប់ពីរបានឃើញអ្នកលេងបាសកាវិចនោះកំពុងលេបកូនបាសកាដែលចាញ់ដែលបានមកដល់ខ្លួនក្នុងលើកទី2ទៀតលោកឃើញហើយក៏និយាយនឹងអ្នកលេងបាសកានោះយ៉ាងនេះថាបរោះអ្នកលេបនៅកូនបាសកាដែលគេលេបដោយថ្នាំពឹសដ៏ខ្លាំងក្លាបំផុតក៏នៅតែមិនដឹងខ្លួនធម្មតាអ្នកលេងវិចអាក្រក់ជាអ្នកកំសត់តែលេបកូនបាសកាសេចក្តីក្តៅក្រហាយនឹងមានដល់អ្នកឯងថ្វាយព្រះពររាជញ្ញៈមហាបពិតទុកដូចជាអ្នកលេងបាសកាយ៉ាងនោះដែរបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិអាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាយជាយូរអង្វែងកំបីមានដល់មហាបពិតឡើយឃ្នាប164ព្រះកស្សបៈដ៏ចម្រើននិយាយយ៉ាងនេះក៏សមដែរហើយតែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នោះចេញទេព្រោះស្ដេចបសេនតិកោសលក្តីពួកស្ដេចខាងក្រៅក្តីសឹងតែជ្រាបនៅខ្ញុំថាស្ដេចបាយាសិរាជញ្ញៈធ្លាប់មានវាទៈយ៉ាងនេះមានទិដ្ឋិយ៉ាងនេះថា
លោកដតីមិនមានពុសត្វជាអបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនបើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញមុខជានឹងមានអ្នកផងស្ដីឲ្យខ្ញុំថាស្ដេចបាយាសិរាជញ្ញៈហៅពេញជាមនុស្សល្ងងខ្លៅមិនវៀងវៃប្រកាន់តែសេចក្តីខុសដូច្នេះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីក្រោធខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយសេចក្តីលុបគុណខ្លះខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញដោយការប្រឡងវាសនាខ្លះគ្នាប165ថ្វាយព្រះពររាជញ្ញៈបើដូច្នោះអាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិតពុវេញ្ញូបរោះខ្លះក្នុងលោកនេះតែងយល់សេចក្តីនៃភាសិតដោយឧបមាបានបពិតរាជញ្ញៈកាលពីព្រេងនាយមានបរោះមួយអ្នកនៅក្នុងជនបទគ្រានោះឯងបរោះជាសម្លាញ់បានបបួលបរោះជាសម្លាញ់ថាណែសម្លាញ់មកយើងនឹងទៅកាន់ជនបទនោះក្រែងជូនជាយើងបានទ្រព្យសម្បត្តិបន្តិចបន្តួចក្នុងជនបទនោះបរោះជាសម្លាញ់បានទទួលពាក្យបរោះជាសម្លាញ់បានទទួលពាក្យសម្លាញ់ថាសម្លាញ់បរោះទាំងពីរនាក់នោះបានចូលតម្រង់ទៅកាន់ស្រុកមួយដែលគេបោះបង់ចោលនៅក្នុងជនបទនោះក៏បានឃើញសម្បកថ្មីជាច្រើនតែដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់សម្បកថ្មីជាច្រើននេះគេចោលហើយណែសម្លាញ់បើដូច្នោះចូលឯងចងសម្បកថ្មីមួយបាច់អញក៏ចងសម្បកថ្មីមួយបាច់ដែរយើងទាំងពីរនាក់នឹងនាំបាច់សម្បកថ្មីទៅបរោះជាសម្លាញ់ទទួលពាក្យបរោះជាសម្លាញ់ថាសម្លាញ់ហើយក៏ចងសម្បកថ្មីជាបាច់បរោះទាំងពីរនាក់នោះបាននាំយកបាច់សម្បកថ្មីដើរចូលទៅកាន់ស្រុកមួយដែលគេចេញចោលក៏បានឃើញសរសៃថ្មីច្រាក់ជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់យើងត្រូវការសម្បកថ្មីដើម្បីប្រយោជន៍ដល់សរសៃថ្មីណាឥឡូវនេះសរសៃថ្មីនេះគេចោលក៏គោកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកឯងចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំក៏នឹងចោលបាច់សម្បកថ្មីដែរយើងទាំងពីរនាក់ទាំងនាំបាច់យើងទាំងពីរនាក់នឹងនាំយកបាច់សរសៃថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបាននាំយកមកពីទីឆ្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នោះគូដល់ខ្ញុំហើយអ្នកចូលដឹងចោះលំដាប់នោះបរោះជាសម្លាញ់នោះចោលបាច់សម្បកថ្មី ហើយកាន់យកបាច់សម្បកថ្មីវិញសម្លាញ់ទាំងពីរនាក់នោះបានចូលទៅដល់ស្រុកមួយដែលគេចេញចោលក៏បានឃើញសម្បកដែលគេតបាញពីសរសៃថ្មីជាច្រើនដែលគេចោលក្នុងទីនោះលុះបរោះជាសម្លាញ់ឃើញហើយប្រាប់បរោះជាសម្លាញ់ថាណែសម្លាញ់
យើងត្រូវការសម្បត្តិថ្មីក្តីសរសៃថ្មីក្តីដើម្បីប្រយោជន៍ដល់សម្ពុទ្ធថ្មីណាឥឡូវនេះសម្បកដែលគេតបាញអំពីសរសៃថ្មីនេះគេចោលកកោកស្រាប់ហើយតែសម្លាញ់បើដូច្នោះអ្នកចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំនឹងចោលបាច់សរសៃថ្មីដែរយើងទាំងពីរនាក់នឹងនាំយកជាប់សម្ពុទ្ធថ្មីនេះទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បត្តិថ្មីនេះឯងខ្ញុំបាននាំមកពីចម្ងាយផងបានទាំងចងត្រឹមត្រូវផងរបស់នោះគូដល់ខ្ញុំហើយអ្នកចូលដឹងចាស់ឯបរោះជាសម្លាញ់នោះក៏ចោលបាច់សរសៃថ្មីចេញហើយប្រមូលយកជាប់សម្ពុទ្ធដែលគេទៅបាញ់ពីសរសៃថ្មីវិញអ្នកទាំងពីរនោះបានចូលទៅដល់ស្រុកមួយទៀតដែលគេចេញចោលហើយបានឃើញសម្បកឈើជាច្រើនដែលគេចោលក្នុងទីនោះឃើញសរសៃសម្បកឈើជាច្រើនដែលគេចោលហើយឃើញសម្ពុទ្ធសម្បកឈើជាច្រើនដែលគេចោលហើយឃើញកបាសជាច្រើនដែលគេចោលហើយឃើញសរសៃកំបាសជាច្រើនដែលគេចោលហើយឃើញសម្ពុទ្ធធ្វើពីកបាសជាច្រើនដែលគេចោលហើយឃើញដែកជាច្រើនដែលគេចោលហើយឃើញទួងដែងជាច្រើនដែលគេចោលហើយឃើញឃើញសំណបាហាំងជាច្រើនដែលគេចោលហើយឃើញសំណភក់ជាច្រើនដែលគេចោលហើយឃើញប្រាក់ជាច្រើនដែលគេចោលហើយឃើញមាសជាច្រើនដែលគេចោលហើយលុះបរោះជាសម្លាញ់ម្នាក់ឃើញហើយក៏ប្រាប់បរោះជាសម្លាញ់ណែសម្លាញ់ជើងត្រូវការសម្បកថ្មីក្តីសរសៃថ្មីក្តីសម្ពុទ្ធដែលគេតបាញពីសរសៃថ្មីក្តីសម្បកឈើក្តីសរសៃសម្បកឈើក្តីសម្ពុទ្ធសម្បកឈើក្តីកបាសក្តីសរសៃកបាសក្តីសម្ពុទ្ធដែលគេធ្វើពីសរសៃកំបាសក្តីដែកក្តីទួងដែកក្តីសំណបាហាំងក្តីសំណក្តីសំណភក់ក្តីប្រាក់ក្តីដើម្បីប្រយោជន៍ដល់មាសណាឥឡូវមាសនេះគេចោលគេក៏គូកស្រាប់ហើយណែសម្លាញ់បើដូច្នោះអ្នកចូលចោលបាច់សម្បកថ្មីទៅឯខ្ញុំនឹងចោលបង្វិចប្រាក់ដែលយើងទាំងពីរនាក់នឹងយកបង្វិចមាសទៅវិញសម្លាញ់ម្នាក់និយាយថាណែសម្លាញ់បាច់សម្បកថ្មីនេះឯងខ្ញុំបានជានាំយកមកពីទីឆ្ងាយផងបានពីទីចងត្រឹមត្រូវផងរបស់នេះគូដល់ខ្ញុំហើយអ្នកឯងដឹងចោះចូលដឹងចោះលំដាប់នោះបរោះជាសម្លាញ់នោះចោលបង្វិចប្រាក់ចេញហើយយកបង្វិចមាសទៅបរោះទាំងពីរអ្នកនោះបានវិលចូលទៅដល់ស្រុករបស់ខ្លួនវិញបណ្ដាបរោះទាំងពីរនោះបរោះជាសម្លាញ់ណាដែលនាំយកបាច់សម្បកថ្មីទៅមេត្តាបិតាបរោះជាសម្លាញ់នោះមិនត្រេកអរសោះទាំងបុត្រភរិយាក៏មិនត្រេកអរទាំងពុកមិត្តអាមាត្យក៏មិនត្រេកអរបរោះនោះត្រឡប់ជាមិនបានសេចក្តីសុខសោមនស្សព្រោះតែសម្បកថ្មីនោះជាហេតុចំណែកឯបរោះជាសម្លាញ់ណាបាននាំយកបង្វិចមាសទៅមេត្តាបិតារបស់បរោះជាសម្លាញ់នោះក៏ត្រេកអរទាំងបុត្រភរិយាក៏ត្រេកអរទាំងពុកមិត្តអាមាត្យក៏ត្រេកអរបរោះនោះក៏បានសេចក្តីសុខសោមនស្សព្រោះមាសនោះជាហេតុបពិតរាជញ្ញៈមហាបពិតក៏ប្រហែលដូចជាបរោះអ្នកស្ពាយសម្បកថ្មីយ៉ាងនោះឯងមហាបពិតរាជញ្ញៈសូមមហាបពិតលះបង់ទិដ្ឋិអាក្រក់នោះចេញ
បបិទ្ធរាជញ្ញៈសូមមហាបបិទ្ធលះបង់ទិដ្ឋិអាក្រក់នោះចេញទិដ្ឋិដ៏អាក្រក់ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែងកុំបីមានដល់ព្រះអង្គឡើយគ្នាប166ព្រះបាទបាយាសិរាជមានបន្ទូលថាខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយដោយសារសេចក្តីឧបមារបស់ព្រះកស្សបៈដ៏ចម្រើនតាំងពីដំបូងមកម្លេះប៉ុន្តែខ្ញុំចង់ស្ដាប់បញ្ហាបដិភានៈដ៏វិចិត្រនេះទៀតខ្ញុំបានជាខ្ញុំធ្វើជាប្រកាន់ឆ្វេងឲ្យទាស់ខុសគ្នានឹងព្រះកស្សបៈដ៏ចម្រើនយ៉ាងនេះបបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិទ្ធរបស់លោកម្ចាស់ពីរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនភាសិទ្ធរបស់លោកម្ចាស់ពីរោះណាស់បបិទ្ធព្រះកស្សបៈដ៏ចម្រើនធម៌ដែលព្រះកស្សបៈបានសម្ដែងដោយអនេកបរិយាយយ៉ាងនេះភ្លឺច្បាស់ណាស់គូនាដូចជាគេផ្ងារបស់ដែលផ្កាប់ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំងឬក៏ដូចជាមនុស្សប្រាប់ផ្លូវដែលអ្នកវង្វេងទិសពុំនៅសោតដូចជាមនុស្សកាន់ប្រទីបទ្របំភ្លឺក្នុងទីងងឹតដោយគិតថាពួកមនុស្សមានចក្ខុនឹងមើលឃើញនៅរូបទាំងឡាយបានបបិទ្ធព្រះកស្សបៈដ៏ចម្រើនខ្ញុំនេះសូមដល់នៅព្រះគោតមដ៏មានព្រះភិក្ខផងព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរលឹកចាប់ផ្ដើមតាំងអំពីថ្ងៃនេះទៅសូមព្រះកស្សបៈដ៏ចម្រើនចាំទុកខ្ញុំព្រះករុណាថាជាឧបាសកដល់នៅសរណៈស្មើដោយជីវិតបបិទ្ធព្រះកស្សបៈដ៏ចម្រើនមិនតែប៉ុណ្ណោះទេខ្ញុំត្រូវការនឹងបូជាមហាយញ្ញសូមព្រះកស្សបៈដ៏ចម្រើនព្រានប្រដៅខ្ញុំផងដើម្បីប្រយោជន៍ដើម្បីសេចក្តីសុខអស់កាលជាយូរអង្វែងដល់ខ្ញុំថ្វាយព្រះពររាជញ្ញៈពួកមនុស្សសម្លាប់គោទាំងឡាយក្តីសម្លាប់ពពែនិងជៀមទាំងឡាយក្តីសម្លាប់មាន់និងជ្រូកទាំងឡាយក្តីពួកសត្វមានជីវិតផ្សេងដល់នៅសេចក្តីវិនាសក្តីទាំងបដិគាហកៈអ្នកទទួលក៏ជាអ្នកយល់ឃើញខុសមានសេចក្តីត្រេះរិះខុសមានវាចាខុសមានការងារខុសមានការចិញ្ចឹមជីវិតខុសមានសេចក្តីព្យាយាមខុសមានសតិខុសមានសមាធិខុសក្នុងយញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញៈយញ្ញវិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេមិនមានគុណផ្សាយទៅច្រើនទេបបិទ្ធរាជញ្ញៈប្រៀបដូចអ្នកព្យូនាំយកពូជនិងនង្គ័លចូលទៅព្រៃអ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយស្អុយត្រូវខ្យល់និងកម្ដៅថ្ងៃប៊ីតប៊ីនជាពូជមិនបានដាក់គ្រាប់មិនបានហាលឲ្យស្ងួតទៅព្រោះក្នុងស្រែមិនល្អនោះមានទីមិនស្មើមិនមានកោះរំលើងនៅដង្កួតនិងបន្លាចេញទាំងភ្លៀងសោតក៏មិនបង្អោនៅធាទឹកដោយល្អតាមការដ៏គូចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនលូតលាស់ដុះដាលល្អឡើងបានដោយឬទេអ្នកព្យួរសោតត្រូវបានផលបរិបូរណ៍ដែរឬទេ
បបិទ្ធព្រះកសបៈដ៏ចម្រើនការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះមិនបានទេថ្វាយព្រះពររាជញ្ញៈពុមនុស្សសម្លាប់គោទាំងឡាយក្តីសម្លាប់ពពែនិងជីមទាំងឡាយក្តីសម្លាប់មន់និងជ្រូកក្តីពុសត្វមានជីវិតផ្សេងដល់នៅសេចក្តីវិនិច្ឆ័យក្តីទាំងបដិគាកៈក៏សត្វតែជាអ្នកយល់ខុសមានសេចក្តីត្រេះរិះខុសមានវាចាខុសមានការងារខុសមានការចិញ្ចឹមជីវិតខុសមានសេចក្តីព្យាយាមខុសមានសតិខុសមានសមាធិខុសក្នុងញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញវិធីមានសភាពយ៉ាងនោះឯងមិនមានផលច្រើនទេមិនមានអានិសង្សច្រើនទេមិនមានសេចក្តីរុងរឿងធំដុំទេជាញ្ញវិធីមានគុណផ្សាយទៅច្រើនទេបបិទ្ធរាជញ្ញៈប្រសិនបើពួកជួនមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែនិងជើមទាំងឡាយមិនសម្លាប់មន់និងជ្រូកទាំងឡាយពុសត្វមានជីវិតផ្សេងមិនដល់នៅសេចក្តីវិនិច្ឆ័យទាំងពុបដិគាកសោតក៏មានសេចក្តីជួត្រូវមានសេចក្តីត្រេះរិះត្រូវមានវាចាត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវមានសេចក្តីព្យាយាមត្រូវមានសតិត្រូវមានសមាធិត្រូវក្នុងញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញវិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាញ្ញវិធីមានគុណផ្សាយទៅច្រើនបបិទ្ធរាជញ្ញៈប្រៀបដូចជាអ្នកព្យូនាំយកពូជនិងនង្គ័លចូលទៅព្រៃអ្នកនោះយកពូជទាំងឡាយដែលមិនបែកធ្លាយមិនស្អុយមិនត្រូវខ្យល់និងកម្ដៅថ្ងៃបៀតបៀនជាពូជដាក់គ្រាប់គេហាស្ងួតទៅព្រោះក្នុងស្រែដ៏ល្អនោះមានទីរាបស្មើគេបានកាប់គាស់យកដង្កួតនិងបន្លាចេញដោយល្អទាំងភ្លៀងក៏បង្អោលនៅធាទឹកដោយល្អតាមការគូចុះពូជទាំងឡាយនោះនឹងដល់នៅសេចក្តីចម្រើនឡើងលូតលាស់ដុះដាលជាបានឬទេទាំងអ្នកព្យូសោតត្រូវបាន ទាំងអ្នកព្យូសោតត្រូវបានផលបរិបូរណ៍ដែរឬទេបបិទ្ធព្រះកសបៈដ៏ចម្រើនការនេះប្រព្រឹត្តទៅយ៉ាងនោះបានថ្វាយព្រះពររាជញ្ញៈសេចក្តីនេះមានឧបមាដូចពុជួនមិនសម្លាប់គោទាំងឡាយមិនសម្លាប់ពពែនិងជីមទាំងឡាយមិនសម្លាប់មន់និងជ្រូកទាំងឡាយពុសត្វមានជីវិតផ្សេងមិនដល់នៅសេចក្តីវិនិច្ឆ័យទាំងពុបដិគាកៈក៏មានសេចក្តីយល់ឃើញត្រូវមានសេចក្តីត្រេះរិះត្រូវមានវាចាត្រូវមានការងារត្រូវមានការចិញ្ចឹមជីវិតត្រូវមានសេចក្តីព្យាយាមត្រូវមានសតិត្រូវមានសមាធិត្រូវក្នុងញ្ញវិធីមានសភាពយ៉ាងណាបបិទ្ធរាជញ្ញវិធីមានសភាពយ៉ាងនោះឯងទើបមានផលច្រើនមានអានិសង្សច្រើនមានសេចក្តីរុងរឿងធំដុំជាញ្ញវិធីផ្សាយជាញ្ញវិធីគុណផ្សាយទៅច្រើនគ្នា167គ្រានោះឯងស្ដេចបាយាសិរិជញ្ញៈបានផ្ដើមគំនិតបានផ្ដើមតម្កល់ទានចំពោះសមណព្រាហ្មណ៍មនុស្សកំសត់អ្នកដើរផ្លូវអ្នកពរនីគុណនិងយាចកទាំងឡាយក្នុងទាននេះឯងស្ដេចបាយាសិរិជញ្ញៈតែងឲ្យភោជួនមានសភាពយ៉ាងនេះគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2
សម្ពុតសាច់ក៏ក្រៀតមានជាកម្រក់ដកក្រាស់ឯក្នុងការឲ្យនោះមាននប់ម្នាក់ឈ្មោះឧត្តរៈជាអ្នកចាត់ចែងទានឧត្តរៈមាននប់នោះឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយយាសិរិជញ្ញៈតែក្នុងលោកនេះចោះសូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយស្ដេចបាយាសិរិជញ្ញៈបានលើដំណឹងថាឧត្តរមាននប់ឲ្យទានហើយក៏ឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរិជញ្ញៈតែក្នុងលោកនេះសូមកុំឲ្យជួបក្នុងលោកខាងមុខឡើយទើបព្រះបាទបាយាសិរិជញ្ញៈត្រាស់ឲ្យហៅឧត្តរមាននប់មកហើយមានព្រះឱកាសយ៉ាងនេះថាណែឧត្តរៈឮថាអ្នកឯងឲ្យទានទាំងពួកហើយតែងឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះសូមឲ្យខ្ញុំបានជួបនឹងស្ដេចបាយាសិរិជញ្ញៈតែក្នុងជាតិនេះសូមកុំឲ្យជួបក្នុងជាតិខាងមុខឡើយដូច្នេះមែនឬឧត្តរមាននប់ក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះករុណាវិសេសព្រះបាទបាយាសិរិជញ្ញៈមានព្រះឱកាសសួរថាណែបាឧត្តរៈហេតុអ្វីក៏អ្នកឲ្យទានហើយឧទ្ទិសយ៉ាងនេះថាដោយការឲ្យទាននេះបែសូមកុំឲ្យជួបនៅក្នុងលោកខាងមុខឡើយដូច្នេះណែបាឧត្តរៈយើងមានសេចក្តីត្រូវការដោយបុណ្យមានសេចក្តីសង្ឃឹមយកផលរបស់ទានប៉ុណ្ណោះដោយពិតឧត្តរមាននប់ក្រាបទូលថាខ្ញុំព្រះអង្គតែងឲ្យភោជនមានសភាពយ៉ាងនេះក្នុងទានរបស់ព្រះអង្គនោះឯងគឺបាយចុងអង្ករមានជ្រក់ជាគម្រប់2សូម្បីតែព្រះអង្គក៏មិនសពព្រះហឫទ័យប៉ះពាល់ដោយព្រះបាទផងតើនឹងសោយដូចម្ដេចកើតមួយទៀតសម្ពុតមានសាច់ក៏ក្រៀតមានជាយដ៏ក្រាស់សូម្បីតែព្រះអង្គក៏មិនសពព្រះហឫទ័យប៉ះពាល់ដោយព្រះបាទផងតើនឹងទ្រង់ដូចម្ដេចកើតចំណែកខាងព្រះអង្គជាទីស្រឡាញ់ជាទីពេញចិត្តរបស់ខ្ញុំព្រះអង្គតែខ្ញុំព្រះអង្គនឹងយកឲ្យជាទីស្រឡាញ់ជាទីពេញចិត្តទៅលាយចម្រុះដោយវត្ថុមិនជាទីគាប់ចិត្តដូចម្ដេចបានព្រះបាទបាយាសិរិជញ្ញៈមានព្រះឱកាសថាមនីបាឧត្តរៈបើដូច្នោះយើងធ្លាប់បរិភោគភោជនយ៉ាងណាចូលអ្នកឯងតាក់តែងភោជនយ៉ាងនោះចោះមួយទៀតយើងធ្លាប់ស្លៀកដណ្ដប់សម្ពុតយ៉ាងណាចូលអ្នកឯងតាក់តែងសម្ពុតយ៉ាងនោះចោះឧត្តរមាននប់ទទួលព្រះឱកាសថាហើយព្រះបាទបាយាសិរិជញ្ញៈថាព្រះករុណាវិសេសហើយក៏តាក់តែងភោជនដូចជាភោជនដែលស្ដេចបាយាសិរិជញ្ញៈតែងសោយមួយទៀតតាក់តែងសម្ពុតដូចជាព្រះផោះដែលស្ដេចបាយាសិរិជញ្ញៈតែងទ្រង់គ្រានោះឯងព្រះបាទបាយាសិរិជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយព្រះហស្ថព្រះអង្គឯងទានដោយមិនចិត្តផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពក៏ចូលទៅកើតជាមួយនឹងពុទេវតាជន់ចាតមហារាជការក្នុងសេរីសវិមានហ្នឹងគឺវិមាននោះជាវិមានប្រាក់មានដើមច្រេះធំមួយដុះនៅច្រកទ្វារវិមាននោះព្រោះហេតុនោះ
ទើបហៅថាសេតវិមានណាចាំមើលចាតមហារាជការក្នុងសេរីសកវិមានជាវិមានស្ងាត់សូន្យតែឯងចំណែកខាងអត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជនោះមានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្តអំពីមរណភាពទៅក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តើបតឹងគ្នា168ជួនសម័យនោះឯងព្រះកវបតិដ៏មានអាយុនិមន្តទៅកាន់សិរីសិកវិមានដែលជាវិមានស្ងាត់ដើម្បីទៅសម្រាកក្នុងវេលាថ្ងៃតែរឿយគ្រានោះឯងបាយាសិទេវបុត្រក៏បានចូលទៅរកព្រះកវបតិដ៏មានអាយុលុះចូលទៅដល់ហើយបានថ្វាយបង្គំព្រះកវបតិដ៏មានអាយុហើយស្ថិតនៅក្នុងទីដ៏សំគួរលុះបាយាសិទេវបុត្រស្ថិតនៅក្នុងទីដ៏សំគួរហើយព្រះកវបតិដ៏មានអាយុបានសួរដូចនេះថាមនាអ្នកដ៏មានអាយុអ្នកជាអ្វីបាយាសិទេវបុត្រតបថាបបិទ្ធលោកដ៏មានអាយុខ្ញុំជាស្ដេចបាយាសិរាជញ្ញៈព្រះកវបតិសួរថាមនាអ្នកដ៏មានអាយុក្រែងអ្នកធ្លាប់យល់ឃើញយ៉ាងនេះថាលោកដតីមិនមានពុសត្វជាអបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះដូច្នេះឬបបិទ្ធលោកដ៏ចម្រើនខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថាលោកដតីមិនមានពុសត្វជាអបបាតិកៈមិនមានផលវិបាករបស់កម្មទាំងឡាយដែលសត្វធ្វើល្អធ្វើអាក្រក់មិនមានដោយហេតុនេះពិតមែនតែជនគ្រោះល្អបានលោកម្ចាស់ព្រះនាមកុមារកសបៈបានដោះខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នោះហើយណែអ្នកដ៏មានអាយុចុះចំណែកឧត្តរមាណពជាអ្នកចាត់ចែងក្នុងទានរបស់អ្នកនោះតើទៅកើតក្នុងទីណាបបិទ្ធលោកដ៏ចម្រើនឧត្តរមាណពដែលជាអ្នកខ្វល់ខ្វាយក្នុងទានរបស់ខ្ញុំបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយចិត្តចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្តអំពីមរណភាពទៅក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយនឹងពុទេវតាជាន់តវតੰបបិទ្ធលោកដ៏ចម្រើនចំណែកខាងខ្ញុំឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពមកក៏បានមកកើតក្នុងសេរីសេតវិមានជាវិមានស្ងាត់ជាមួយនឹងពួកទេវតាក្នុងជាន់ចាតមហារាជការបបិទ្ធព្រះកវបតិដ៏ចម្រើនបើដូច្នោះដល់លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញសូមប្រាប់អស់ទាំងពួកមនុស្សយ៉ាងនេះថាអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយផ្ចិតផ្ចង់ចូលឲ្យទានដោយមិនបោះឲ្យបិទស្ដេចបាយាសិរាជញ្ញៈឲ្យទានដោយមិនគោរពឲ្យទានមិនបានឲ្យដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះបង់លុះបែកធ្លាយ
រាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសេតៈវិញ្ញាណស្ងាត់ជាមួយនឹងពួកទេវតាជាន់ចាតមហារាជការទៅហើយចំណែកអតរមានុបជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចឹកផ្ចង់ឲ្យទានដោយមិនបានបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតមានក្នុងសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តាវតឹងទៅហើយគ្រានោះឯងព្រះកវបតិដ៏មានអាយុត្រឡប់មកមនុស្សលោកវិញហើយបានប្រាប់អស់ទាំងពួកមនុស្សយ៉ាងនេះថាអ្នកទាំងឡាយចូលឲ្យទានដោយគោរពចូលឲ្យទានដោយដៃខ្លួនឯងចូលឲ្យទានដោយផ្ចិតផ្ចង់ចូលឲ្យទានដោយមិនបោះឲ្យត្បិតស្ដេចបាយាសិរាជញ្ញៈបានឲ្យទានដោយមិនគោរពឲ្យទានមិនបានដោយដៃខ្លួនឯងឲ្យទានដោយមិនផ្ចិតផ្ចង់ឲ្យទានដោយបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងសេរីសេតវិមានស្ងាត់ជាមួយនឹងពួកទេវតាជាន់ចាតមហារាជការទៅហើយចំណែកអតរមានុបជាអ្នកចាត់ចែងក្នុងទានរបស់ស្ដេចបាយាសិរាជញ្ញៈនោះបានឲ្យទានដោយគោរពឲ្យទានដោយដៃខ្លួនឯងឲ្យទានដោយផ្ចិតផ្ចង់ឲ្យទានដោយមិនបោះឲ្យលុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅក៏ទៅកើតក្នុងឋានសុគតិកើតក្នុងឋានសុគតិសួគ៌ទេវលោកជាមួយនឹងពួកទេវតាជាន់តាវតឹងទៅហើយសូមអនុមោទនាខ្ញុំសូមអនុមោទនាសូមអនុមោទនាចប់រឿងព្រះបាទបាយាសិរាជៈឬតកតងនឹងបាយាសិរាជញ្ញសូត្រណាចប់មួយរឿងញោមហើយនឹងតកតងនឹងស្ដេចមានទិដ្ឋិខុសហ្នឹងណាមានទិដ្ឋិខុសរហូតដល់បានជួបកុមារកសបៈហ្នឹងក៏បានទាញអទិដ្ឋិខុសឲ្យត្រូវវិញឲ្យត្រូវហើយពេលចុងក្រោយឲ្យទានដោយមិនគោរពណាត្រូវយល់ការឲ្យទានឲ្យអីហើយមិនគោរពទៀតណាបានឲ្យទានមិនគោរពទៀតដំបងនេះអតរមានុបហ្នឹងញោមយ៉ាងម៉េចអតរមានុបហ្នឹងថាឲ្យទានដោយចុងកចុងអីជ្រក់ជាគម្រប់3ដង2ដងផងអញ្ចឹងអតរមានុបធ្វើបដាឲ្យទើសទៀងបដាថាកុំឲ្យជូបព្រះបាទបាយាសិរាជញ្ញៈនឹងទៀតណាឲ្យថាឲ្យទានរេះលើអញ្ចឹងក៏ទៅស៊ូឲ្យទៅអីទៀតណាដល់ឲ្យទៅស៊ូយ៉ាងម៉េចទៀតញោមអញ្ចឹងទៅណាឥឡូវបើអញ្ចឹងមែនឥឡូវទៅឲ្យទានទៅណាឲ្យទានខ្ញុំហូបអីឲ្យទាននោះទៅខ្ញុំស្រីដណ្ដប់អីឲ្យទានស្រីដណ្ដប់នោះដែរទៅនឹងឲ្យទានទៅហ្នឹងហើយឲ្យទានឲ្យដល់ចុងក្រោយមិនគោរពមិនអីនេះព្រះរាជានេះព្រះបាទបាយាសិរាជញ្ញៈនឹងឲ្យទានដោយបោះឲ្យទានមិនគ្រប់ឲ្យអីទៅកើតណាកើតទៅថាស៊ូដែរប៉ុន្តែទៅកន្លែងទីដល់ស្ងប់ស្ងាត់អញ្ចឹងទៅតែឯងអញ្ចឹងទៅបើអតរមានរំឲ្យទានដោយគោរពឲ្យទានដោយដតផ្ទាល់ដៃហ្នឹងតែកើតទីណាញោមឋានតៅបតឹងជន់តៅបតឹងណាមានគេមានអីអញ្ចឹងទេវតាជាច្រើននៅទីនោះអញ្ចឹងប៉ុណ្ណឹងចាស់ញោមចប់ភាគ17ហើយញោមចប់ភាគ17ហើយអញ្ចឹងក្រោយពីការចប់ភាគ17ដោយអំណាចកុសលនៃការអាននៅបៃដកភាគ17នេះអញ្ចឹងសូមឧទ្ទិសទៅដល់ប្រកាសជនជាពិសេសគឺឧទ្ទិសទៅដល់ព្រះគ្រូអព្យាទាំងអស់គ្នាហើយឧទ្ទិសទៅដល់ញាតិវាវត្តសាសនានេះពិសេសគឺញោមប្រុសរបស់ខ្ញុំព្រះករុណាអាត្មាភាពដែលបានធ្វើការកិរិយាទៅអស់រយៈពេល2ឆ្នាំជាងហើយសូមអនុមោទនាជាមួយកូនជាមួយកូនចៅជាមួយអីទាំងអស់នៃការអំណាចនៃការអានបត្រៃវិដកជ្រះថ្លានៅក្នុងបត្រៃវិដកក្នុងការអាននេះសូមបាននូវសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមអនុមោទនាសូមជូនមគ្គផល
ចំពោះទៅដល់មេត្តាបៃតាកូនគ្រូឧបជាយាចាកូនញាតិកា7សន្តានជីដូនជីតារស់នៅក្តីណាលោកម្ចាស់ចែកថាសូមជូនមគ្គផលកុសលការសូមសុខសែងសានដល់ឋានផុតទុក្ខទេវាកនស្វានិវេតយងសាពេលលោកកាមអយេសាតាមជីវន្តាហារៈអេតកាមនុញ្ញំភោជនានសាពេលៈភន្តមមេចេតសាតេសូមអនុមោទនា